ពេញលេងពេញឆ្ងាញ់ទៀតហើយបងប្អូនអើយថ្ងៃនេះបានមកហូបពិសេសទៀតហើយគឺឆាពោះវៀនជ្រូកពោះវៀនធំបងប្អូនហើយរបៀបធ្វើគឺងាយបងប្អូនមានតែពោះវៀនជ្រូកនឹងមកលាងវាស្អាតខ្ទឹមសខ្ទឹមក្រហមប៊ីចេងអំបិលទឹកត្រីអីហ្នឹងបាទហើយយើងមានដាក់បន្លែអីដូចជាម្ទេសផ្លោកខ្ញុំជ្រើសរើសយក3ផ្លែមួយផ្លែពណ៌លឿងមួយផ្លែពណ៌ក្រហមមួយផ្លែពណ៌ខៀវបាទសាមញ្ញទេប៉ុន្តែមុនធ្វើគឺយើងលាងវាឲ្យស្អាតណាអាពោះវៀនធំហ្នឹងណាបាទហើយបន្ទាប់មកយើងយកវាទៅស្ងោរឲ្យផុយសិនស្ងោរឲ្យផុយចាំយើងយកមកឆាបើកាលណាយើងយកមកឆាតែម្ដងទី1គឺវាស្វិតមិនងាយនឹងរងាស់ទេបាទហើយបងប្អូនចង់ចេះពីរបៀបធ្វើឬក៏បងប្អូនចេះហើយអាហ្នឹងទុកម្ដុំតែបើម្នាក់មិនទាន់ចេះមើលវីដេអូវែងបាននេះខ្ញុំគ្រាន់តែសម្រាយវីដេអូខ្លីៗដើម្បីផុសចែកជូនពុកម៉ែបងប្អូនស្រក់ទឹកមាត់ទាំងអស់គ្នាណា